រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថ្ងៃទី4ខែកក្កដាឆ្នាំ2021ហើយថ្ងៃនេះដែរខ្ញុំសូមចែករំលែកនៅមេរៀនមួយដែលមានឈ្មោះថាចេតសិកគឺជាផ្នែកមួយនៅក្នុងបរមត្ថធម៌ដែលក្នុងបរមត្ថធម៌នេះចែកចេញជា4គឺទី1សិក្សាអំពីចិត្តទី2សិក្សាអំពីចេតសិកទី3សិក្សាអំពីរូបទី4សិក្សាអំពីនិព្វានអញ្ចឹងសួរថាហេតុអ្វីបានជាខ្ញុំលើកយកនៅមេរៀននេះមកចែកដល់បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមាន3ចំណុចដែរដែលធ្វើឲ្យខ្ញុំចែកមេរៀននេះដល់អ្នកទាំងអស់គ្នាទី1ធ្វើបុណ្យច្រើនតាំងពីក្មេងប៉ុន្តែនៅតែមានទុក្ខអញ្ចឹងពាក្យថាបុណ្យនៅទីនេះអ្វីនេះគឺជាអ្វីដែលខ្ញុំយល់ខុសតាំងពីដើមមានថាជាង30ឆ្នាំហើយអញ្ចឹងខ្ញុំគិតថាបុណ្យពាក្យថាបុណ្យនេះគឺការទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃស្ដាប់លោកសុធម៌សំពះពុទ្ធបដិមាផ្សេងអញ្ចឹងការធ្វើបុណ្យនេះគឺនាំមកនៅសេចក្តីសុខប៉ុន្តែបើយើងមើលការសកម្មភាពពិតប្រាកដតាំងពីក្មេងរហូតដល់30ឆ្នាំជាងគឺយើងនៅតែមានទុក្ខមានថាយើងនៅតែកើតទុក្ខយើងនៅតែខ្វល់ចិត្តយើងនៅតែខ្វល់ត្រូវការនេះត្រូវការនោះខ្វល់ពីនេះខ្វល់ពីនោះនៅជាប់ពាក់ច្រើនចំណុចទី2ការយល់ខុសទី2របស់ខ្ញុំគឺមិនដែលធ្វើបានណាទេប៉ុន្តែគេនៅតែមានគេមកបំពេញអញ្ចឹងចំណុចនេះដែរគឺមានន័យថាយើងរស់តែយើងមានថាយើងមិនទៅបំពេញអ្នកផ្សេងមានថាយើងទៅធ្វើការយើងមកផ្ទះប៉ុន្តែនៅតែមានអ្នកស្អប់នៅពេលយើងឃើញយើងគឺគេស្អប់យើងគេនិយាយដើមយើងទាំងដែលយើងមិនបានធ្វើអ្វីគេសោះអញ្ចឹងកន្លែងនេះគឺយើងអត់ដឹងហេតុអ្វីចំណុចទី3គឺរៀងរាល់ថ្ងៃសិលយើងតែងតែទិញចេកដើម្បីសែនជំនាញផ្ទះឬក៏ធ្វើចង្ហាន់ទៅគេលោកតមកយើងបួងសួងសូមឲ្យបានសេចក្តីសុខសូមនេះសូមនោះប៉ុន្តែជាក់ស្ដែងគឺយើងមិនបានដោយអ្វីដែលយើងបានសូមទេអញ្ចឹងអ្វីនេះគឺយើងគិតថាការទៅយកចង្ហាន់ទៅគេលោកឬក៏ទៅថ្វាយបង្គំពុទ្ធបដិមាដើម្បីសូមសេចក្តីសុខឬក៏សូមនេះសូមនោះគឺជារឿងបានផលប៉ុន្តែជាក់ស្ដែងគឺវាមិនបានផលគឺវាមិនកើតឡើងដោយទង្វើបែបនេះទេអញ្ចឹងជាហេតុផលដែលខ្ញុំលើកយកមេរៀនចេតសិកនេះហើយមេរៀនចេតសិកនេះនឹងបង្ហាញយើងទាំងអស់គ្នាពីតើទុក្ខឬក៏សុខកើតចេញពីណាតើផលនៃការបំពេញរបស់អ្នកដទៃដែលយើងមិនទាំងធ្វើអ្វីគេសោះគេនៅតែបំពេញរឿងនេះគឺជាផលមួយដែលក្នុងមេរៀនចេតសិកក៏បង្ហាញយើងដែរហើយនឹងការបួងសួងនេះគឺជាទង្វើខុសឆ្គងមានថាប្រាក់ចាកពីពុទ្ធសាសនាយ៉ាងពិតប្រាកដអញ្ចឹងយើងចូលដល់គោលបំណងនៃមេរៀនចេតសិកមួយនេះគឺទី1គឺឲ្យយើងដូចម្ដេចដែលហៅថាបុណ្យនិងបាបហើយបុណ្យនិងបាបគឺកើតចេញពីណាទី2គឺកម្មនិងផលតើកម្មហ្នឹងកើតមកពីណាឬក៏ផលហ្នឹងតើផលហ្នឹងទទួលមកពីណាទី3គឺបង្វែរទិដ្ឋិពុទ្ធបរិស័ទឲ្យយល់ត្រូវអញ្ចឹងនៅសច្ចធម៌ពិតអញ្ចឹងគឺធម្មជាតិគឺបង្កើតមកគឺវាយុត្តិធម៌មានថាយើងប្រព្រឹត្តអ្វីគឺបានហ្នឹងមិនមែនដោយការបួងសួងឬហៅថាយើងរៀនភាសាអង់គ្លេសប្រកាសជាយើងចេះភាសាអង់គ្លេសហើយវាមិនអាចថាយើងបួងសួងថាសូមឲ្យខ្ញុំចេះភាសាអង់គ្លេសគឺយើងចេះឬក៏ប្រើមន្តអាគមដើម្បីបញ្ចូលឲ្យយើងចេះភាសាអង់គ្លេសគឺអត់មានទេអញ្ចឹងគឺ
ការប្រឹងប្រែងដោយខ្លួនឯងអញ្ចឹងដើម្បីឲ្យកាន់តែយល់ច្បាស់គឺយើងមាននិយមន័យមួយដើម្បីឲ្យយើងរៀនចេតសិកច្បាស់ទី1គឺកម្មមានន័យថាគឺជាអំពើដែលយើងសាងអញ្ចឹងជាទូទៅខ្ញុំតែងតែឮថានៅពេលដែលយើងជួបទុក្ខមានទុក្ខយើងតែងតែនិយាយថាហេតុអ្វីខ្ញុំកម្មក្រាស់ម្ល៉េះប៉ុន្តែកម្មនៅទីនេះវាមានន័យថាអំពើដែលយើងសាងអ្វីដែលយើងសាងគឺមានអំពើល្អនិងអំពើអាក្រក់ហើយនៅពេលដែលមានកម្មហ្នឹងគឺវាតែងតែដល់ផលហើយដូចខ្ញុំឧទាហរណ៍មុនហ្នឹងនៅពេលកម្មគឺជាអំពើអញ្ចឹងឧទាហរណ៍ទី1ឧបមាបើយើងញ៉ាំអាហារមិនស្អាតនោះយើងនឹងរាគអញ្ចឹងញ៉ាំអាហារមិនស្អាតគឺជាកម្មអញ្ចឹងផលដែលយើងទទួលបានគឺរាគរូសហ្នឹងតែបើយើងញ៉ាំអាហារដែលមានហាសុខភាពនោះយើងនឹងបានសុខភាពល្អនៅក្នុងហ្នឹងអញ្ចឹងពាក្យនិយមន័យមានថាកម្មហើយតើកម្មហ្នឹងវាប៉ះពាល់អីទៅដល់ចេតសិកដែរអញ្ចឹងយើងចាប់ដើមទៅរកតើចេតសិកហ្នឹងវានៅកន្លែងណានៅក្នុងជីវិតរស់នៅរបស់យើងសប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងយើងមើលវត្តដាក់ខ្ញុំថាយើងទាំងអស់គ្នាធ្លាប់ឮហើយវត្តដាក់គឺការកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ពីជាតិមួយទៅជាតិមួយអញ្ចឹងនៅក្នុងពុទ្ធបរិស័ទពុទ្ធសាសនាគឺពាក្យថាវត្តដាក់ហ្នឹងគឺបែបហ្នឹងអញ្ចឹងនៅពេលដែលកម្មពាក្យថាកម្មហ្នឹងវាមានជាអំណាចកម្មអញ្ចឹងវាអាចហៅមួយទៀតថាជាអំណាចកម្មហ្នឹងគឺនាំឲ្យមនុស្សឬក៏សត្វលោកចាប់បដិសន្ធិឡើងអញ្ចឹងនៅពេលដែលមានបដិសន្ធិគឺមានបញ្ញខណ្ឌជាប់ជាមួយអញ្ចឹងពាក្យថាបញ្ញខណ្ឌហ្នឹងគឺដែលយើងធ្លាប់ឮហើយគឺខណ្ឌ5អញ្ចឹងយើងនឹងរកមើលថាតើចេតសិកហ្នឹងនៅកន្លែងណាតួបញ្ញខណ្ឌហ្នឹងគឺជាតួខ្លួនយើងទាំងមូលមានថារូបកាយទាំងការគិតឬក៏ទង្វើដែលយើងធ្វើនោះគឺបញ្ញខណ្ឌហើយបញ្ញខណ្ឌនឹងដែរគឺជាតួអង្គមួយដែលបង្កើតឲ្យមានកម្មឲ្យយើងប្រព្រឹត្តកម្មនៅពេលដែលយើងប្រព្រឹត្តកម្មបដិសន្ធិបន្ទាប់ពីបដិសន្ធិហើយគឺក្នុងចន្លោះហ្នឹងគឺយើងប្រព្រឹត្តកម្មអញ្ចឹងពេលដែលអស់កម្មគឺយើងរលត់បញ្ញខណ្ឌហ្នឹងមានថាស្លាប់អញ្ចឹងនៅពេលដែលយើងស្លាប់ទៅគឺយើងចាប់បដិសន្ធិថ្មីមួយទៀតអញ្ចឹងបដិសន្ធិថ្មីហ្នឹងគឺបានផលពូជវាមានថាពូជវាពីណាមកនេះពូជវាគឺការប្រព្រឹត្តកម្មក្នុងជាតិហ្នឹងមានថាការប្រព្រឹត្តកម្មក្នុងជាតិហ្នឹងឬក៏ជាតិមុនដែលយើងបានប្រព្រឹត្តកម្មហ្នឹងគឺនាំមកយើងចាប់បដិសន្ធិថ្មីមួយមានន័យថាជាកម្មហ្នឹងបើកម្មហ្នឹងមានថាការអំពើដែលយើងសាងមានសាងល្អមានសាងអាក្រក់អញ្ចឹងសាងល្អយើងនឹងទទួលបានផលល្អអញ្ចឹងយើងចាប់បដិសន្ធិមកអាចជាមនុស្សដែលនៅក្នុងគ្រួសារឬក៏ប្រទេសដែលរីកចម្រើនឬក៏ប្រទេសដែលមានសុខសន្តិភាពតែបើសិនបើយើងកើតមកយើងប្រព្រឹត្តអំពើអាក្រក់អញ្ចឹងនៅពេលដែលយើងចាប់បដិសន្ធិមកថ្មីគឺយើងនឹងកើតនៅក្នុងឧទាហរណ៍ក្នុងគ្រួសារដែលមានតែការឆ្លោះគ្នាមានតែការប្រចាំឬក៏ការចំណែនឈ្នានីសគ្នាឬក៏អាចកើតជាសត្វដេរឆានផ្សេងដូចជាឆ្កែជ្រូកអីផ្សេងអញ្ចឹងការប្រព្រឹត្តកម្មនេះយើងអត់ដឹងទេពេលខ្លះវាអាចចាប់បដិសន្ធិក្នុងជាតិបន្តបន្ទាប់ឬក៏អាចនៅក្នុងជាតិហ្នឹងក៏មានដែរអញ្ចឹងអានេះជាផលនៅពេលដែលហេតុតែវាប្រសពគ្នាដែលអាចនឹងឲ្យផលយើងមានថាកម្មដែលយើងប្រព្រឹត្តពីមុនមកនៅពេលដែលហេតុដល់អញ្ចឹងវានឹង
វានឹងកើតមានអញ្ចឹងកម្មនេះគឺយើងមិនអាចជិះផុតទេមានថាអ្វីដែលយើងធ្វើគឺប្រកាសជាកើតឡើងនៅថ្ងៃណាមួយប៉ុន្តែយើងមិនដឹងថាពេលណាទៅតាមអំណាចកម្មដែលវាបានតាក់តែងមកឲ្យយើងហ្នឹងអញ្ចឹងនៅក្នុងនេះគឺជាវដ្តនៃការកើតចាស់ឈឺស្លាប់របស់សត្វលោកឬក៏របស់មនុស្សយើងហ្នឹងដែលរស់នៅលើផែនដីហ្នឹងអញ្ចឹងនៅក្នុងនេះដែរយើងឃើញពាក្យថាបញ្ចខណ្ឌបដិសន្ធិនេះកើតនេះរលត់មានថាស្លាប់អញ្ចឹងយើងរកពាក្យថាបញ្ចខណ្ឌហៅធម្មតាគឺខណ្ឌ5ហ្នឹងអញ្ចឹងយើងនឹងស្វែងរកតើខណ្ឌ5ហ្នឹងជាអ្វីអញ្ចឹងនៅក្នុងនេះគឺផលរបស់កម្មជាអ្នកបង្កើតសត្វលោកនេះកន្លែងនេះគឺយើងបដិសន្ធិឲ្យបង្កើតមានឡើងគឺដោយសារកម្មរបស់យើងហ្នឹងអញ្ចឹងបន្ទាប់ទៀតយើងនឹងរកពាក្យបញ្ញខណ្ឌជាអ្វីអញ្ចឹងមុននឹងដល់បញ្ញខណ្ឌខ្ញុំសូមបង្ហាញពីនិព្វាននេះដែលយើងតែងតែនិយាយអញ្ចឹងនិព្វានគឺលែងមានអំណាចកម្មដើម្បីមកគ្រប់សង្កត់យើងហើយអញ្ចឹងនៅពេលដែលអំណាចកម្មលែងមកគ្រប់សង្កត់យើងគឺមានន័យថាយើងដល់នៅនិព្វានគឺលែងកើតហើយនឹងស្លាប់តទៅទៀតអញ្ចឹងនេះអ្វីជាបញ្ញខណ្ឌអញ្ចឹងនេះខ្ញុំលើកយកប្រសេសវាមកនេះអំណាចកម្មបង្កើតមានថាបដិសន្ធិមកគឺភ្ជាប់ជាមួយនឹងបញ្ចខណ្ឌហ្នឹងអញ្ចឹងបញ្ញខណ្ឌហ្នឹងគឺមានទាំងអស់បញ្ចៈគឺ5ខណ្ឌហ្នឹងកំណត់អញ្ចឹងមុននឹងដល់បញ្ញខណ្ឌគេចែកចេញជា2សិនគឺរូបធម៌និងនាមធម៌រូបធម៌មានន័យថាអ្វីដែលយើងមើលឃើញភ្នែកនាមធម៌គឺអ្វីដែលយើងមើលមិនឃើញអញ្ចឹងនាមធម៌គឺចែកចេញជា4មានសញ្ញាវេទនាសង្ខារនិងវិញ្ញាណអញ្ចឹងយើងធ្លាប់ឮហើយគឺបញ្ញខណ្ឌតែងតែរាប់ហ្នឹងគឺមានរូបសញ្ញាវេទនាសង្ខារនិងវិញ្ញាណហើយទាំងអស់នេះ5ហ្នឹងគឺជាតួខ្លួនរបស់មនុស្សយើងចា៎នេះខ្ញុំសូមលើកយកតែជីវិតមនុស្សដែលមានថាជីវិតសត្វដែលរស់នៅលើផែនដីអញ្ចឹងផ្នែកផ្សេងៗខ្ញុំអត់រួមបញ្ចូលទេអញ្ចឹងរូបហ្នឹងមានថារូបកាយផងយើងហ្នឹងថាជាមនុស្សជាសត្វជាអីហ្នឹងគឺតែយើងឃើញហ្នឹងគឺជារូបអញ្ចឹងសញ្ញាវេទនាសង្ខារអានេះវាអ្វីដែលយើងមើលមិនឃើញគឺចិត្តមានថាចិត្តដែលយើងនិយាយទៅគេមានថាចិត្តស្អប់ចិត្តស្រឡាញ់ចិត្តចង់បានខ្ជិលចិត្តព្យាយាមអីហ្នឹងគឺនៅក្នុងអានេះអញ្ចឹងយើងមើលឃើញវានៅក្នុងចិត្តរបស់យើងហើយទាំងអស់ហ្នឹងគឺប្រព្រឹត្តជាអ្នកប្រព្រឹត្តកម្មមានថាប្រព្រឹត្តកម្មទៅតែវានឹងផ្ដល់អំណាចកម្មមកមានថាកើតចាស់ឈឺស្លាប់ហើយកើតហើយស្លាប់ហើយកើតហើយស្លាប់វានៅក្នុងទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងនេះដែរយើងរកឃើញហើយពាក្យថាចេតសិកគឺយើងសិក្សាពី3ចំណុចនេះមានថាសញ្ញាវេទនានិងសង្ខារដែលនេះយើងនឹងសិក្សាបន្ទាប់នឹងថាក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីចេតសិកដែលមាន3ចំណុចទាំងអស់សញ្ញាខណ្ឌវេទនាខណ្ឌនិងសង្ខារខណ្ឌបាទសម្រាប់វីដេអូនេះខ្ញុំសូមប៉ុណ្ណឹងសិននឹងមានវីដេអូលើកទី2ទៀតនឹងបង្ហាញអំពីមេរៀនចេតសិកបន្តទៀតបាទអញ្ចឹងសូមអរគុណ